Holy shit សំខាន់វាអែបមកស្លេកវាមានតែតុនតារាសម្រាប់ magnetic switch មានតែតុនហើយមួយទៀតវាមាន PSD 550ផ្លាកលេខលុយណា550គាត់ការ design ទៅលើ font ណានៅលើ keycap បងអានេះ font ដូចជាពួក cyber play ពណ៌នេះ vibe ស្រៀងដូច vibe របស់ Jinx នៅក្នុង AK ណា The Best Show recommend ឲ្យមើល Hello បងវីដេអូហ្នឹងរៀង excited សារតែថ្ងៃនេះយើងមានរបស់ពី Gravastar ហើយរបស់ពិសេសទៀតចឹងថាថ្ងៃនេះយើងមានគេខ្លះមកមើលខ្ញុំមកចឹងថ្ងៃនេះយើងមានជាមួយនឹង Mercury អានេះ Gravastar Mercury V75 Pro ដែលជាប្រភេទ keyboard Hall effects ពួក HE ក្រោយវា copy សេរីពួក K1 និង K1 Pro អានេះចេញក្រោយហើយពួកនេះគឺយើងប្រើជាមួយនឹង mechanical switch ដែលវាប្រើ linear switch ប៉ុន្តែពួកនេះជាប្រភេទ HE យើងប្រើជាមួយនឹង magnetic switch mechanical ជាមួយនឹងពួក HE នេះវាខុសគ្នាមិនចាំតិចខ្ញុំប្រាប់យើងនឹងបើកប្រអប់មើលសិនឲ្យសារតែនឹងបើកប្រអប់មែនតើថាមានតែមកកប់ទេនៅខ្មែរយើងឥឡូវហើយ global ក៏គេបាន release ដែរប៉ុន្តែយើងបាន access មុនតោះយើងទៅបើកបងប្អូនគ្នាការ design ទៅលើប្រអប់វាប្លែកពីពួក K1 Pro មកឃើញពួក K1 នេះប្រអប់វា design មក artwork បែបផ្សេងពួក V75 នេះគឺផ្សេង V75 Pro នេះអញ្ចឹងប្រអប់ពេលយើងបើកមកខាងក្នុងនេះពួក K គឺយើងមាន Mercury ប៉ុន្តែឥឡូវគេ design ថ្មីអីគេដាក់ហូររបៀបចេះដូច graffiti ហ៎បើកប្រអប់ទៀតផ្សេង Yeah Holy ឃើញឥឡូវឲ្យ sneak peek ប៉ុណ្ណឹងសិនឥឡូវយើងទៅកាត់ដកกระดาษហ្នឹងចេញមកខ្ញុំគិតថាការវេចខ្ចប់វាអត់ខុសគ្នាពីអាមុនច្រើនតែថាយើងមានកระดาษហ្នឹងមកសិតតែក្រប Gravastar ហ្នឹងហើយមួយទៀតគឺ keyboard របស់យើងក្នុងប្រអប់អូម្ដងវាមាន switch 4ហ្មងតែលើនេះមិនផ្លែកសារតែនេះវាមានតែមួយ model ទេហើយជាមួយនឹងប្រដាប់ដោះ keycap ជាមួយនឹងជក់ហ្នឹងអានេះគឺ switch magnetic switch ហ្មង magnetic វាខុសពី switch សេរីពួក hot swap 5 pin mechanical វាខុសគ្នាហើយវាមានគ្រាប់ដែលឆក់នៅកណ្ដាលនេះអូខ្សែគេកន្លែងដូចនេះគេមានពណ៌ទឹកក្រូចຂະຫນាត1ហើយនឹង support instruction មកយើងមើល keyboard បាញ់ថងម្ដងរៀងស្ដាងតែថងនេះរបៀបវា curve នេះខ្លាំងៗថងសេរី K នេះការ design ទៅលើ font ណា font ទៅលើ keycap បងអានេះ font ដូចជាពួក cyber play ពណ៌នេះ vibe ស្រៀងដូច vibe របស់ Jinx ក្នុង AK ណាហើយបើសិនជាបងមកធ្លាប់មើលសេរីពួក AK វាស្គាល់ឲ្យ vibe Jinx គឺពណ៌អញ្ចឹងឯងមាន graffiti មានអីសំខាន់វាអែបមកស្លេកវាមានតែតុនតារាហើយមួយទៀត mechanical switch នៅពេលដែលយើងចុចទៅមិនថាចុចទៅវាមានកលៈមួយដែលវាស្គាល់ថាតើយើងចុចដល់កលៈវាមកមិនវាស្គាល់ប៉ុន្តែពួក magnetic switch នេះវាខុសគ្នាពី mechanical switch ត្រង់ថាចេះមកឃើញនេះអត់នៅពេលខ្ញុំចុចទៅតែកន្លែងដែលឆក់នេះនៅកណ្ដាលហ្នឹងមានតែឆក់មួយចឹងមានថានៅពេលយើងសង្កត់ទៅវាមាន sensor មួយ detect ថាទីតាំងដែលឆក់នៅណាអញ្ចឹងមិនថាយើងអាចសេរីដាក់បានពី 0.1 ទៅ 0.4 មីលីម៉ែត្រអញ្ចឹងហ្មងគ្រាន់តែប៉ះប៉ុណ្ណេះក៏វាអាចស្គាល់បានដែរអញ្ចឹងវា useful មែនតើសម្រាប់បងលេង game ខ្ញុំ recommend បកមកការ design ខ្ញុំវិញប្រអប់ក៏ស្អាតមកខ្ញុំឆ្លាញ់តែពណ៌ខ្ញុំនៅតែចង់និយាយថាចេះពណ៌វាគឺស្អាតខ្លាំងហ្មងឃើញអត់ keyboard នេះផ្លាកលេខ keyboard limited edition ណាបើ Gravastar ដែរធ្វើ limited edition វាមាន PSD 550ផ្លាកលេខលុយណា0550គាត់ខាងក្រោមម្ដងអានេះដូចវាប៉ា alien ណាអានេះក៏តែ alien ដែរប៉ុន្តែវាស្អាតជាងមុននៅលើតួមានផាត់ពណ៌ផាត់អីដូចអាពណ៌លឿងយើងអាពណ៌គេគូរដោយដៃព្រោះបច្ចុប្បន្ន Gravastar គេធ្វើគូរដោយដៃទេដោយសារតែនេះជាប្រភេទ keyboard rapid trigger អញ្ចឹងវាអត់ support wireless ទេយើងមាន support ជាមួយនឹង Windows ជាមួយនឹង Mac ហើយវាមាន RT និង N stand for rapid trigger មួយ normal mode បងអាចប្រើបាន2 mode ហើយវាស្រួលមែនតើខាងវាធ្ងន់ណាស់ហ្មងទាំងលើទាំងក្រោមអានេះតួឲ្យម្ដងសុតកាន់មកមិនបាច់ចុកដៃដែរបងនេះគេខាប់ដែរមើលអាឡៃ enter គេលោត hello ហើយសំខាន់ពណ៌មកថ្លៃហ្មងមើលមកតាក់ភ្នែកថ្លៃហ្មងហើយសំខាន់គឺវា limited edition ទៀតចឹងមិនថាពិបាកហៅទិញមែនតើសំខាន់យើងបាន access មុនហើយសម្រាប់ភ្លើងមកចូលចំណាប់ភ្លើងមើល Pro ចាំមើលភ្លើងមែនហ្មងភ្លើងអែមអញ្ចឹងទាំង spec ទាំងអីទាំងភ្លើងអីគឺអែមមែនតើវា limited edition មែនតែតម្លៃវាក៏ល្អដែរអត់លើសប៉ះមួយពួក special edition មែនទេហើយបើជាបងចង់រកអាចមករកនៅ Peace Pan Extreme បានយើងមានច្រើនពណ៌យើងមានច្រើន model បងចង់បានអាសេរីពួក K1 ពួក V75 តាមចេញថ្មីនេះក៏បានបងចង់បានពួក light ពួកអីយើងមានទាំងអស់ហើយពណ៌អីក៏យើងមាន model អីក៏យើងមានអញ្ចឹងបងអាចមករកនៅ Peace Pan Extreme បានតែបងត្រូវការហើយយើងជួបគ្នានៅវីដេអូក្រោយបាយបាយ